តើអ្នកមានបញ្ហាការគេងមិនលក់មែនទេគន្លឹះទាំង3នេះជួយឲ្យបរិយាកាសនិងអារម្មណ៍លោកអ្នកគេងលក់ស្រួលដោយមិនបាច់លេបថ្នាំគេងមិនលក់ប្រើថ្នាំរាល់ថ្ងៃមិនល្អសម្រាប់សុខភាពរាងកាយនោះទេព្រោះចំនួនថ្នាំដែលអ្នកលេបចូលទៅកាន់តែមានចំនួនច្រើនពីមួយថ្ងៃទៅមួយថ្ងៃលើសកំណត់ធ្វើឲ្យរាងកាយពិបាកទទួលយកបានគន្លឹះទាំង3នេះជួយឲ្យអ្នកឆាប់គេងលក់បានលឿននិងគេងលក់បានស្រួលទី1រៀបចំបន្ទប់គេងបរិយាកាសនៅក្នុងបន្ទប់គេងជាមូលហេតុមួយដែលនាំឲ្យអ្នកគេងឆាប់លក់ដូចនេះសម្រាប់អ្នកកំពុងជួបប្រទះបញ្ហាគេងមិនលក់ចូលអ្នកសាករៀបចំបន្ទប់របស់អ្នកឡើងវិញដោយប្រើភ្លើងដែលមានពណ៌ស្រទន់ឬងងឹតជាងមុនបូករួមជាមួយនឹងការដាក់សីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យត្រជាក់តាមខ្លួនផងដែរលើសពីនេះទៅទៀតសម្រាប់អ្នកដែលមិនមានប្រតិកម្មជាមួយនឹងក្លិនអាចប្រើទៀនក្រអូបជាការជំនួយក៏បានដើម្បីឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លាផងដែរ2ភាពស្ងប់ស្ងាត់អ្នកគួរតែដកពេលវេលាខ្លះពីទូរស័ព្ទដើម្បីរក្សាចិត្តអ្នកឲ្យមានសន្តិភាពគឺនៅម្នាក់ឯងការចំណាយពេលស្ងប់ស្ងាត់មួយចំនួនមុនពេលចូលគេងជួយឲ្យខួរក្បាលរបស់អ្នកស្ងប់ហើយត្រៀមខ្លួនចូលដំណេកបានយ៉ាងល្អចូលអ្នកព្យាយាមរស់នៅក្នុងភាពស្ងប់ស្ងាត់តាមធម្មជាតិខ្លះៗដូចជាការអានការស្ដាប់តន្ត្រីបន្ធូរអារម្មណ៍ឬស្ដាប់ឮសំឡេងខាងក្រៅដូចជាទឹកហូរឬចង្រិតយំជាដើមហើយអ្នកអាចបន្ថែមវិធីសម្រាករាងកាយនិងចិត្តដោយប្រើលំហាត់ប្រាណដកដង្ហើមឲ្យបានជ្រៅអ្នកនឹងដឹងថាការធ្វើសមាធិជាពេលវេលាស្ងប់ស្ងាត់ល្អបំផុតសម្រាប់ជីវិតរបស់អ្នកនៅក្នុងសៀវភៅដ៏ល្បីរបស់សាស្ត្រាចារ្យ Matt Walker ដែលមានចំណងជើងថា Why We Sleep គាត់បានកត់សម្គាល់ថាការកាត់បន្ថយកម្រិតសំឡេងរំខានជួយឲ្យអ្នកគេងឆាប់លក់ពេលអ្នកគេងមានសំឡេងខ្លាំងក៏ធ្វើឲ្យអារម្មណ៍របស់អ្នកឬអារម្មណ៍អត់មូលក្នុងការគេងទៀតផងការកាត់បន្ថយសំឡេងពីខាងក្រៅដើម្បីឲ្យអ្នកគេងលក់ស្រួលហើយអ្នកអាចស្ដាប់សំឡេងតិចដូចជាចម្រៀងឬស្ដាប់ធម៌ដើម្បីឲ្យអារម្មណ៍ស្ងប់3ទឹកដោះគោស្រស់និងផ្លែចេកបើយោងទៅតាមប្រភព Headline បានបញ្ជាក់ថា Magnesium និង Potassium ក្នុងផ្លែចេកអាចមានឥទ្ធិពលវិជ្ជមានទៅលើការគេងនិងដោះស្រាយវិបត្តិគេងមិនលក់ជាពិសេសចំពោះមនុស្សចាស់អ្វីដែលប្រសើរជាងនេះទៅទៀតនោះផ្លែចេកក៏មានផ្ទុកទៅដោយអាស៊ីតអាមីណូដែលគ្រប់គ្រងការគេងឲ្យមានតុល្យភាពហើយអ្នកគួរតែហូបទឹកដោះគោស្រស់និងផ្លែចេកនៅចន្លោះពី2 ទៅ 3 ម៉ោងមុនពេលចូលគេង